មីអូនណាកំពុងអង្គខ្ទេចអស់ហើយកូនអ៊ំយកកតិចស្រូវនឹងគ្រោះចេញតែកូនឯងបែរជាអ៊ំជ្រុះតែងកអញ្ចឹងកូនម្ដាយទៅផ្ទះវិញវើយកុំចាំឲ្យដេញរាល់ថ្ងៃពេកមើលហត់ណាស់ដឹងអត់នាំយកមកឲ្យញ៉ាំស្មៅឆ្អែតហើយគួរទៅផ្ទះវិញដោយខ្លួនឯងបានតាតែនេះអត់ទេចាំឲ្យតែគេដេញអញ្ចឹងរហូតហ្មងនាពេលជប់ឡើងកូនមួយធ្លាក់មកចំមុខផ្ទះនាងដាលីអាយ៉ាកូនធ្លាក់មកចំផ្ទះគូប្រេងខ្ញុំតែម្ដងខ្ញុំផ្សងលើកូននេះថាបើវាធ្លាក់ចំផ្ទះអ្នកណាគេនោះគេម្នាក់នោះហើយដែលជាគូប្រេងរបស់ខ្ញុំមិនមែនតួកុនសំដែងរឿងអីទេច្រឡំលេខហើយអត់ទេខ្ញុំមិនមែនលីមិនហួរស្អីទេច្រឡំធំហើយលីមិនហួរឯណាចេះខ្មែរច្បាស់ទេអញ្ចឹងនោះខណៈនោះមិនក៏ស្រាប់ទៅធ្លាក់ភ្លៀងយ៉ាងខ្លាំងហាក់ដូចជាខឹងមិនក៏មិនធ្លាក់ភ្លៀងខ្លាំងម្ល៉េះវ៉ៃណែខ្ញុំសុំទៅជាមួយដែរឲ្យទទួលផងណាអត់ចង់មិនក៏ឯងចិត្តអាក្រក់ម្លឹងខ្ញុំមិនយល់មកនាងនឹងសុខាជាសងសាងគ្នាហើយនឹងកុំមករវល់ជាមួយខ្ញុំទៀតរឿងគូប្រេងមិនប្រត់នៅលើទូកមានអ្នកកំពុងតែអង្គុយនិងអ្នកចែកទូកមើកពេលណាដល់ច្រាំងទៅខ្ញុំឃ្លានបាយសឹងអីទៅហើយនៅតែមួយមើកអញ្ចឹងកើតដែរអង្គុយនៅលើទូកស្ងៀមសោះក៏ល្អអញ្ចឹងកើតដែរប្រយ័ត្នធ្វើឲ្យធ្លាក់ទឹកទៅខ្ញុំក៏ហត់ដែរណាតិចក៏មិនឲ្យគ្នាបានសម្រាកល្អល្ងៅជាប់រហូតខ្ញុំធុញមែនតាបញ្ញាប់ទៅឲ្យដល់ច្រាំងលឿនឡើងទៅពួកខ្ញុំនេះក៏ដាច់ចេញពីគ្នាឥឡូវហើយដឹងហើយទ្រាំបន្តិចទៅនេះបកុំតម៉ែឪបខំមកទេកុំអីខ្ញុំក៏អត់មកជាមួយដែរល្អដូចជាមិនចេះហត់មាត់ដូចជាត្រីក៏ភ្លៀងទៅឲ្យមាត់នឹងខ្ញុំហៅបាយយល់អត់នឹងប្រយ័ត្នខ្ញុំរញអញធ្លាក់ទម្លាក់ពីលើតុកនេះទេដល់ឥឡូវហើយកុំចេះតែមាត់លោឡាអញ្ចឹងពេកអីធុញអើយសែនធុញលោកអើយតុករបស់ពួកគេក៏បានទៅដល់ច្រាំងខ្ញុំទៅផ្ទះមុនហើយមិនបាននៅចាំទៅជាមួយគ្នាទេដល់ច្រាំងហើយបាយពុកម៉ែខ្ញុំមានកម្មអីជាមួយក្មេងម្នាក់នេះបានជាទៅស្គាល់គ្នាអញ្ចឹងអីនោះនាងដាលីដើរមកតាមផ្លូវក៏ប្រទះនឹងដើមស្វាយដែលមានផ្លែលើដើមសន្ធឹកតែម្ដងផ្លែស្វាយច្រើនដល់ហើយស្វាយគេដាំឲ្យហូបសេរីតែអីហ្នឹងថាហើយនាងក៏បានឡើងបេះផ្លែស្វាយតែម្ដងហើយក្រំច្រើនម្លេះទេលោកអើយហើយខ្ញុំចង់វិញហើយអើយមិនតនឹងបេះស្អីបានហូបផងណែពួកអាំងក្រងនេះដេញខំឡើងកន្ទួលសាច់ឯងអស់នាពេលនោះក៏មានអ្នកជិះកង់ឆ្លងកាត់មកកំមុំធ្វើអីហ្នឹងបំរុងនឹងលួចបេះស្វាយគេមិនមែនដើមនេះក្រងច្រើនណាស់តែឡើងទៅដឹងតែដេញឲ្យចុះមកវិញភ្លាមហើយកុំឡើងបេះអីបញ្ញាប់ទៅផ្ទះទៅអីវិញទៅអ្នកដាំគេចិញ្ចឹមក្រងដាក់ណាកុំឲ្យមាននរណាមកលួចបេះយកទៅបានចិត្តកំណាញ់ដល់ហើយបាញ់ចឹកខ្ញុំទៅសិនហើយឃ្លានបាញ់ណាឲ្យបងជូនទៅឬក៏អត់ហ្នឹងជិះកង់អោបចកេះបងទៅធានាថានឹងលឿនដល់ផ្ទះតន់ចិត្តមិនខានទេអរគុណហើយតែខ្ញុំទៅផ្ទះវិញដោយខ្លួនឯងបានលេសិនហើយណានិយាយហើយនាងក៏បានដើរចាកចេញទៅត្រុយអញ្ចឹងហ្មងណោះខណៈនោះនាយកុសលក៏បានមកដល់ល្មកុសលហើយទៅមកពីណាដែរទឹកមុខស្អុយប៉ែត្មងឯងមានរឿងអីឬក៏អត់ហ្នឹងខ្ញុំអត់មានរឿងអីទេខ្ញុំទៅផ្ទះសិនហើយឃ្លានបាយណាស់តែចុះអញ្ចឹងនាយកុសលក៏បានចាក់ចេញទៅម្នាក់ទៀតហាមិនគេអស់ទៅហើយហ្នឹងដើរត្រុយអញ្ចឹងហ្មងណោះនៅមុខផ្ទះត្រជាចិត្តម្លេះទេព្រោះតែស្នេហ៍បានដូចបំណងស្នេហ៍ស្អីគេទៅឪវាឪវាឯងលួចមានស្រីក្មេងលួចលាក់ពីប្រពន្ធហើយមកទៅជំរះស្មៅមុខផ្ទះនេះអស់ឬអត់ហ្នឹងខ្ញុំច្រៀងលេងទេម៉ែវាកុំឲ្យវាក្តៅទាំងចិត្តក្តៅទាំងអាកាសធាតុពេកខ្ញុំចាំមើលផ្លូវមីអូនកូនយើងផងវាចេញទៅក្រៅយូរដែរហើយមិនទាន់ឃើញមកផ្ទះវិញសោះសង្ស័យតែផ្ដេសផ្ដាស់លួចទៅដើរលេងឯណាហើយហ្នឹងកុំចេះតែគិតសង្ស័យផ្ដេសផ្ដាស់ឲ្យតែខ្វល់ក្នុងចិត្តអីចិញ្ចឹមកូនមកផ្ទាល់ដៃទៅហើយមិនដឹងរឿងអីថាកូនបែបណានោះឪវាខ្ញុំនេះក៏ចេះតែថាឲ្យម៉ែវាឯងហ្នឹងបកស្រាយទៅណាខណៈនោះផងដែរនាងដាលីក៏បានមកដល់តែម្ដងមកដល់ល្មមកូនហើយមើលកម្ដៅថ្ងៃផងទៅខ្ញុំឃ្លានបាយណាស់ណាម៉ែសុំទៅហូបបាយសិនហើយពុកដូចជាគិតអីលើខ្ញុំអាក្រក់ទៀតហើយមកទៅមានឯណាកូនពុកមិនបានទៅគិតលើអីកូនអាក្រក់នោះទេកុំទៅគិតអញ្ចឹងនោះកូនឯងនេះទៅរកហូបបាយហូបអីទៅកូនចាខ្ញុំទៅសិនហើយណាអញ្ចឹងពុក
នាងដាលីក៏បានចូលទៅក្នុងផ្ទះឪវាឯងជំរះស្មៅឲ្យលឿនទៅខ្ញុំទៅផ្ទះខាងកើតមួយផ្លេត ទៅរកអីដែរទៅម៉ែវា សួរនាំច្រើនណាស់ហើយធុញណាស់និយាយចាប់មីងសានក៏បានដើរចេញទៅ សួរនាំបន្តិចបន្តួចធុញប្តីទៅកើតដែរម៉ែវាឯងនេះហើយចេះតែប្រើប្តីឲ្យមកជំរះស្មៅទាំងមេឃក្តៅមិនខ្លាចខូចសម្រស់ប្តីសោះហ្មង នៅផ្ទះនេះក៏សល់ផ្កាចម្រុះពណ៌គ្រប់សពអស់ហើយតែដូចអត់សូវជាមានអ្នកថែសោះវើយឪកូននោះក៏ដូចគ្នាទៀតដឹងតែពីសរសើរថាផ្កាស្អាតតែមិនជួយថែរក្សាបន្តិចសោះហើយគង់អីតែផ្កានឹងក្រៀមស្លាប់ទៅនោះ ម៉ែវាអើយខ្ញុំទៅផ្ទះមេភូមិមកផ្លេត ឯងទៅមានការអីផ្ទះមេភូមិហ្នឹងមានអីពិសេសមែន មនុស្សប្រុសទៅជួបគ្នាគឺពិភាក្សារឿងនេះរឿងនោះជាប់មាត់ហើយម៉ែវាឯងកុំសួរនាំអីខ្ញុំទៅសិនហើយអញ្ចឹង បញ្ញាប់មកផ្ទះវិញផងព្រោះថាឆ្នាំងបាយចាំឪវាឯងមកលាងឲ្យដាំបាយឡើងវិញដូចគ្នា ខ្ញុំដឹងហើយចាំខ្ញុំឆប់មកវិញ និយាយចប់ហើយពូដុនក៏បានចាកចេញទៅបាត់ទាំងឪទាំងកូនតែម្ដងណោះទម្លាប់អាក្រក់ណាស់ម្នាក់ចូលចិត្តទៅដើរចោលផ្ទះអញ្ចឹងទៅកើតដែរនាពេលរសៀលកូនប្រុសពុកគុនឯងមកផ្ទះវិញឬនៅកូន មិនទាន់មកវិញទេម៉ែគាត់ប្រហែលជាជាប់មាត់យូរហើយទើបមិនទាន់មកវិញអញ្ចឹងហ៎ ពុកគុនឯងនេះចំមែនចិត្តងងឹតហើយណាអត់ទាន់មកផ្ទះវិញអញ្ចឹងទៀតហើយអ្នកណាលាងឆ្នាំងដាំបាយទៅវើយហូបទាំងអស់គ្នាសោះប្រុងឲ្យខ្ញុំធ្វើតែម្នាក់ឯងមែនហ្នឹង ពុកម៉ែខ្ញុំប្រចាំគ្នាអញ្ចឹងរហូតដូចប្តីប្រពន្ធទៅរៀបការរួចថ្មីថ្មោងអញ្ចឹង ម៉ែធ្វើបែបនេះក៏ព្រោះតែចង់ឲ្យឪកូនឯងណានៅតែរក្សាចរិតដូចដើមចេះជួយការងារក្នុងផ្ទះរបស់ម៉ែដោយការពីនៅក្មេងៗទៅតែរៀបការរួចទោះបីជាចាស់មានកូនកំឡោះស្ដោកហើយក៏ដោយក៏ត្រូវតែឲ្យពុកកូនឯងមានទម្លាប់នឹងជាប់នឹងខ្លួនរហូតដែរ ពុកមកល្មមម៉ែ ឪវាឯងនេះដើរអញ្ចឹងរហូតណែទៅជួយខ្ញុំដាំបាយធ្វើម្ហូបទៅ ខ្ញុំដឹងហើយម៉ែវាអញ្ចឹងយើងទៅត្មងទៅ ឪពុកម្ដាយគឹសាលក៏បានដើរចាកចេញទៅ ពុកម៉ែខ្ញុំម្យ៉ាងដែរតាណោះ នៅតាមវាលស្រែអ្នកខ្លះកំពុងតែដេញគោក្របីឲ្យទៅផ្ទះវិញ ទៅផ្ទះវិញវើយកុំចាំឲ្យដេញរាល់ថ្ងៃពេកមើលហត់ណាស់ដឹងអត់នាំយកមកឲ្យញ៉ាំស្មៅឆ្អែតហើយគួរទៅផ្ទះវិញទៅខ្លួនឯងបានតាតែនេះអត់ទេចាំឲ្យតែគេដេញអញ្ចឹងរហូតហ្មង អើយបងឯងធ្វើមើលតែកោចេះនិយាយអញ្ចឹងទៅថាឲ្យអញ្ចឹងកើតដែរ ក៏ព្រោះតែចាំឲ្យបងដេញរហូតដល់អញ្ចឹងពេកបងហត់ដែរតា អើយរអ៊ូរកអីទេខ្ញុំមើលកោដែរសោះមិនឃើញរអ៊ូផងតែបងឯងវិញរអ៊ូអើយសែនរអ៊ូម្លេះទេ ល្អចាញ់ឲ្យអស់សម្ដីទៅនឹងបានធូរក្នុងចិត្តលេងហត់ទៀតណាយល់អត់គួរទៅរៀនតាមបងទៅអាប្អូន បាត់ចាប់ខ្ញុំរៀនតាមបងឯងតែរអ៊ូផងដេញគោផងអញ្ចឹងហត់ទាំងមាត់ហត់ទាំងចិត្តណា មិនធ្វើតាមក៏អត់ទៅអញ្ចឹងតោះដេញគោទៅផ្ទះព្រះអាទិត្យលិចផុតបាត់ទៅហើយ បាត់បងអ្នកទាំងពីរក៏បានដេញគោទៅផ្ទះរៀងខ្លួននាពេលជប់ឡើងកូនមួយធ្លាក់មកចំមុខផ្ទះនាងដាលីហើយអ្នកណាគេបង្ហោះកុំស្អីមកធ្លាក់នៅមុខផ្ទះខ្ញុំហ្នឹងនេះសំណាងហើយដែលមកឃើញតន់នោះខណៈនោះនាងកុសលនិងនាងសុផាក៏បានមកដល់ល្មម អាយ៉ាគោមធ្លាក់មកចំផ្ទះគូប្រេងខ្ញុំតែម្ដងខ្ញុំផ្សងលើគោមនេះថាបើវាធ្លាក់ចំផ្ទះអ្នកណាគេនោះគេម្នាក់នោះហើយដែលជាគូប្រេងរបស់ខ្ញុំ បាត់ធ្លាក់ចំទៅលើផ្ទះខ្ញុំប្រហែលជាអស់ស្អីវិចារហើយនេះសំណាងហើយដែលឆេះមិនខ្លាំង ឥឡូវនេះពួកយើងគឺជាគូប្រេងនឹងគ្នាហើយណាដាលី គោប្រេងគោប្រួយស្អីទេខ្ញុំចូលដេកវិញហើយ ហើយកសលឯងអត់ចេះនិយាយសារសងអីជាមួយស្រីស្អាតបន្តិចទេហើយថ្មឹងដាក់គេអញ្ចឹងតកើតដែរខ្ញុំមិនមែនថ្មឹងស្អីទេតែគូប្រេងឯងបើប៉ះនាងគឺដឹងតែដេករងទឹកភ្នែកហើយប្រាប់ឲ្យដឹងទៅ ថៃទៅបានមកស្ដីឲ្យខ្ញុំអញ្ចឹងរងទឹកភ្នែកអីខ្ញុំមិនបានទៅធ្វើឲ្យអ្នកណាស្រក់ទឹកភ្នែកឈឺចាប់ពេញអរ៉ាក៏ព្រោះតែខ្ញុំឡើយហាមានមាត់កុំចេះតែខ្ជាក់សម្ដីពេក បើមិនស្រក់ទឹកភ្នែកគឺមានតែរឿងចម្លែកហើយបើនាងច្រាតឲ្យថែមទាំងពិបាកប៉ាន់ស្មាននៅក្នុងចិត្តទៀតនោះខ្ញុំពិតជាមិនដឹងថាឯងរងកម្មអីនោះទេ និយាយឲ្យស្រួលបោះផងមើលខ្ញុំធាក់ឲ្យផ្កាប់មុខកាត់យប់នេះឥឡូវហើយបើសម្ដីអញ្ចឹងអី ឆើពីអ្នកឯងកុំប្រកែកគ្នាមើលទោះបីជាយ៉ាងណាក៏ដោយបើគូពិតខ្ញុំមិនខ្លាចភ្លើងនោះទេអើប្រយ័ត្នតែភ្លើងដុតកំឡោចឯងឲ្យខ្សិនខ្សៃប្រានទៅអញ្ចឹងហ៎ ខ្ញុំចូលដេកហើយកុំនេះយកទៅវិញផងណាកុំពង្រីសម្រាប់ផ្ដេសផ្ដា
ថាចប់នាងក៏បានចូលក្នុងផ្ទះវិញ តោះអញ្ចឹងយើងទៅផ្ទះទៅរកកន្លែងដេកពួនវិញឯងដេកនៅមុខផ្ទះគូប្រេងឯងក៏ដេកទៅអញ្ចឹងគេជាគូប្រេងរបស់យើងមិនជាគូកម្មទេកុំទៅនិយាយអញ្ចឹងតិចលោដូចមាត់របស់ឯងអីមែនទៅយើងមានតែជូនពរពួកឯងទេអញ្ចឹងនោះ អ្នកទាំងពីរក៏បានចាក់ចេញពីផ្ទះនាងដាលីលុះមកតាមផ្លូវដើមឈើក៏រង្គើដើមជាខ្លាំងដូចមានអ្នកចាប់អង្រួន ហើយមិនក៏ដើមឈើនោះអង្គើខ្លាំងម្ល៉េះមាននរណាគេនៅលើដើមចាប់អង្រួនមែនទេគ្នាមិនដឹងថានរណាទៅចាប់អង្រួនដើមឈើថ្មនឹងនោះទេវ៉េអើបាញ់ចឹងឆាប់ដើរលឿនទៅ អ្នកទាំងពីរបន្តដំណើរទៅមុខជារឿយៗលុះទៅដល់ដើមឈើខាងមុខក៏រង្គើខ្លាំងដូចគ្នា ដើមឈើនេះវាឆ្លងគ្នាមកមែនទេបានជាអង្គើខ្លាំងដល់ម្លឹងហ៎មិនអង្គើធម្មតានោះទេនោះនៅលើដើមមក ខណៈនោះអ្នកទាំងពីរក៏បានឃើញខ្មោចយល់អង្រឹងកូននៅលើដើមឈើនោះ កសលពួកយើងឆាប់រត់ឲ្យលឿនទៅវើយអើឆាប់រត់ទៅ កុំតន់អាលទៅជួយមកមើលកូនខ្ញុំហើយជួយច្រៀងបំពេកូនខ្ញុំបន្តិចមកកុំលោះអញ្ចឹងកូនខ្ញុំចូលចិត្តខ្លាំងណាស់ តែខ្ញុំបានចូលចិត្តជាមួយទេកសលទៅលឿនទៅយើង ឈប់សិនកុំតន់ទៅព្រោះឯងមិនអាចទៅណាបានទាំងអស់កុំរត់កុំរឹងក្បាលពេកទៅមើលនាយមនុស្សនេះវើយវាហាមិនស្ដាប់អញ្ចឹងតើបានគេបោកខ្ទេចខ្ទាំដំបៅទ្រូងចុកបេះដូងមើលចោះរត់យកប្រាអាយុតែម្ដងហើយវើយឯងសួរនាំធម្មតាសោះអ្នកទាំងពីរក៏បានរត់មកដល់ផ្ទះរៀងខ្លួន មិនដែលបានជួបទេលោកអើយវាជាលើកទី1ហើយដែលជួបខ្មោចថ្ងៃក្រោយឈប់បបួលយើងបង្ហោះគោមផ្ដេសផ្ដាស់អញ្ចឹងទៀតណាឃើញអត់រត់សឹងធ្លាក់ថ្លើមទៅហើយយើងចូលផ្ទះសិនហើយវើយយើងក៏ចូលដែរ អ្នកទាំងពីរក៏ចូលទៅក្នុងផ្ទះរៀងខ្លួននាថ្ងៃបន្ទាប់នីធានជីកង់មកដួលនៅចំពីមុខផ្ទះនាងដាលីអាអូនមិនក៏ជីកង់លឿនម្ល៉េះហើយឯងប្រញាប់ទៅណាដែរមកក្រោកឡើងជីយឺតទៅណាវាដល់ផ្ទះដូចតែគ្នាទេខ្ញុំអត់អីទេបងរបួសនេះបន្តិចបន្តួចនឹងតែក្តីស្រឡាញ់ខ្ញុំចំពោះបងទៅវាធំហើយឯងនេះហើយទៅណាជីលឿនម្ល៉េះអញ្ចឹងហ៎បងដែនគាត់ឲ្យខ្ញុំមកយកដំណឹងមកប្រាប់បងថាគាត់ស្រឡាញ់បងកុំរៀននិយាយកុហកមនុស្សចាញ់ចឹងអីណាអត់ល្អទេដឹងអត់ខ្ញុំនិយាយមែនតើបងបើមិនជឿបងទេទៅសួរគាត់ទៅអត់អីទេបងមិនចង់ដឹងទេអញទៅផ្ទះវិញទៅអញ្ចឹងបាទខ្ញុំលាសិនហើយណាបងនីដែនក៏បានចាកចេញទៅចាំមែនតែនហើយវ៉ៃនីកុសលកំពុងតែរែកទឹកដាក់ពីងតែខណៈនោះក៏មានអ្នកទេមក អាឡូអ្នកណាគេហ្នឹងបាទអត់ទេខ្ញុំមិនមែនតួកុនសំដែងរឿងអីទេច្រឡំលេខហើយអត់ទេខ្ញុំមិនមែនលីមិនហួរស្អីទេច្រឡំធំហើយលីមិនហួរឯណាចេះខ្មែរច្បាស់ទេអញ្ចឹងនោះបាទជម្រាបលាចេះតែមានហ្មងបំណងចង់ទេមកឆោបោកស្អីមិនខានទេលេខនេះសម័យឥឡូវពិបាកជឿខ្លាំងណាស់ពិតឬក៏សំដែងមិនងាយនឹងដឹងតែម្ដងកូនប្រុសហើយអ្នកណាគេទេមកមុនហ្នឹងសង្សារមែនទេកូនសង្ស័យតែគេច្រឡំលេខទេពងក្នុងគោលបំណងអីមួយហើយប្រយ័ត្នប្រយែងផងណាកូនកុំងាយនឹងជឿជាក់លើអីងាយពេករឿងខ្លះស្ដាប់ទៅទំនងតែវាអាចនឹងមិនដូចអ្វីដែលបានជួបប្រទះនឹងជាក់ស្ដែងទេបាទពងខ្ញុំយល់ហើយពុកនឹងម៉ែទៅផ្សារហើយអញ្ចឹងបាទពងថាហើយពូដនក៏បានចាកចេញទៅនីសុផាមកចំការមាន ផ្លែមៀនធំល្អដល់ហើយចិត្តដល់ពេលដែលបេះយកទៅលក់នៅទីផ្សារហើយអាកូនឪធំធាត់មានសាច់ឲ្យពេញណាកូនណាខណៈនោះផងដែរក៏ស្រាប់តែមានអ្នកដើរមកទីនេះដូចគ្នាបងសុផាមកមើលផ្លែមៀនទៀតហើយថែដល់ហើយបងឯងនេះបើមិនឲ្យបងថែយ៉ាងម៉េចបានបើពេលបានផលលក់ទៅក៏បានលុយច្រើនដែរតាអញ្ចឹងយើងត្រូវតែយកចិត្តទុកដាក់មើលថែទាំអ្វីដែលជាសម្បត្តិរបស់យើងឲ្យបានដិតដល់ពេលដែលវាផ្ដល់ផលមកវិញនឹងបានផលច្រើនតាមកម្លាំងដែលយើងបានធ្វើដែរមែនតើបងបើបានផលល្អសមនឹងកម្លាំងអញ្ចឹងគួរតែបន្ថែមកម្លាំងឲ្យមកមើលថែឲ្យកាន់តែខ្លាំងដូចគ្នាពេលដែលឈឺណានឹងបានដេកពេកព្យុះសរុំតែម្ដងអូនឯងនេះកុំចេះតែនិយាយអញ្ចឹងមើលបងចេះប្រមាណកម្លាំងបងណាមិនបថុយខ្លាំងជ្រុលពេកនោះទេឲ្យតែអញ្ចឹងទៅបងឯងយកទៅហូបខ្លះទៅបងបេះឲ្យភ្លក់មុនគេចាអរគុណបងផ្អែមណាស់បងដឹងតែលក់បានទាំងឡានហើយ
ចិត្តដល់ពេលប្រមូលផលមិនយូរទៀតទេ ពេលនោះនឹងបានលុយទៅដឹងប្រពន្ធហើយ មែនតាតោះយើងទៅផ្ទះវិញ ចាបងអ្នកទាំងពីរក៏បានចាក់ចេញពីចំការនាងដាលីកំពុងតែជួយម្ដាយអ៊ំអង្គរនៅនឹងមុខផ្ទះមីអូនណាកំពុងអង្គរខ្ទេចអស់ហើយកូនអ៊ំយកខ្ទេចស្រូវនឹងគ្រោះចេញតែកូនឯងបែរជាអ៊ំជ្រុះតែងកអញ្ចឹងកូនម្ដាយខ្ញុំមិនចេះអ៊ំនឹងឲ្យម៉ែមកបខំឲ្យអ៊ំដែរកូននេះវើយកំពុងតែងកមែនអត់កំពុងខ្ទេចស្អីសោះណែឈប់អ៊ំទៅអញ្ចឹងទៅដេកលេងស្អីអាណាទៅហើយអញ្ចឹងចេញតែម្ដងទៅកូនស្រីចាខ្ញុំទៅសិនហើយណាម៉ែអត់នៅទៀតទេថាហើយនាងក៏បានដើរចាក់ចេញទៅហើយកូនខ្ញុំនេះប្រើឲ្យអ៊ំកសោះក៏មិនចេះដែរវើយនាងដាលីមកដល់ទឹកដែលសម្បូរទៅដោយផ្កាឈូកស្អាតដល់ហើយ សួស្ដីអូនលីទៅកាច់ផ្កាឈូកជាមួយគ្នាឬក៏អត់អូនបងបានឲ្យប្អូនបងទៅសារភាពថាស្រឡាញ់អូនរួចហើយអូនឯងបានទទួលសារពីបងហើយនៅអូន ខ្ញុំមិនទៅគិតអញ្ចឹងទេគ្មានចំណង់ចំណូលចិត្តតែម្ដងអញ្ចឹងហើយគួរតែបញ្ឈប់ទេ មិនក៏មិនមានចិត្តលើបងអញ្ចឹងឬក៏ប្រកាន់ដែលបងខ្វៀលគោគ្មានឡានឲ្យខ្វៀលនឹងគេ គិតស្អីអញ្ចឹងទេអញ្ចឹងអ្នកស្រុកស្រែចំការរបស់មើលគោក្របីធ្វើចំការអស់នឹងហើយមិនមែនប្រកាន់ប្រកោនអីទេប៉ុន្តែខ្ញុំអត់មានចិត្តលើបងឯងទេលេសិនហើយនិយាយចប់ហើយនាងក៏បានដើរចាក់ចេញទៅ មិនអញ្ចឹងចុះគូប្រេងខ្ញុំនៅណាទៅលោកអើយ ខណៈនោះកង្កែបក៏លោតមកទុំលើក្បាលគេតែម្ដង ឯងលោតមកឲ្យខ្ញុំយកទៅឆាក្តៅតើនេះ ការធ្វើដំណើរមកតាមផ្លូវនេះក៏បានជួបនឹងនីសុផានិងនាងលីណា ដាលីអូនឯងចង់ទៅណាហ្នឹងបងនិងលីណាកំពុងតែចង់ទៅផ្ទះវិញហើយ រឿងបងឯងទេខ្ញុំអត់បានសួរនាំទេ អ្ហ្មិចក៏អូនឯងនិយាយបែបនេះក្រែងពួកយើងគឺជាគូប្រេងនឹងគ្នាមិនអញ្ចឹងហី បងឯងគិតអីតែឯងខ្ញុំអត់មានចិត្តលើបងឯងទេណាឈប់គិតបែបហ្នឹងទៀតទៅយើងរាប់អានគ្នាត្រឹមតែជាមិត្តភាពបែបនេះបានហើយខ្ញុំលះហើយនិយាយចប់នាងដាលីក៏បានចាក់ចេញទៅ អស់សង្ឃឹមពេញទំហឹងហើយខ្ញុំគេមិនមើលខ្ញុំសោះ បើគេមិនមើលគេដើរបុកបងឯងដួលព្រុសហើយតើបងទៅផ្ទះបើគ្មានសង្ឃឹមទេក៏នៅមានខ្ញុំដែរតា តោះអញ្ចឹងយើងទៅផ្ទះ អ្នកទាំងពីរក៏បន្តដំណើរទៅខណៈនេះមិនក៏ស្រាប់ទៅធ្លាក់ភ្លៀងយ៉ាងខ្លាំងហាក់ដូចជាខឹងមិនក៏មិនធ្លាក់ភ្លៀងខ្លាំងម្ល៉េះវើយតឹមនឹងនេះលីកុសលក៏បានដើរទទួលឆាប់មកណែខ្ញុំសុំទៅជាមួយដែរឲ្យទទួលផងណា អត់ចង់ មិនក៏ឯងចិត្តអាក្រក់ម្លឹងខ្ញុំមិនយល់មក នាងនឹងសុផាជាសង្សារគ្នាហើយនឹងកុំមករវល់ជាមួយខ្ញុំទៀត អត់មិនសង្សារសង្សួយអីទេកុំចេះតែម៉ៃម្នាក់ឯងពេក នៅថាអត់ទៀតព្រោះចុះយប់មិញនោះ កុំគិតតែឯងពេកមើលខ្ញុំអត់មែនសង្សារអីបងសុផាទេចឹងជាអ្នកដតីណាកុំប្រកាច់ប្រកាន់ម្នាក់ឯងពេកអីហើយម៉ាត់មួយដៃដេកស្ដុកឥឡូវហើយ ឆោះឆ្នះអញ្ចឹងតាបានជានៅកមុំស្អាត កុំអញ្ចឹងហើយស្រួលខ្លួនអត់បាច់ខ្វល់ខ្វាយអីច្រើនទេ ហើយនេះឆាន់ទទួលទៅ សាំអស់ហើយមកហុចឲ្យទទួលរកប្រកាច់ស្អីទៀតខ្ញុំទៅផ្ទះហើយនាងដាលីក៏បានដើរទៅចាំងលឿន ងោខ្ទើតតែម្ដងហើយវើយ នាពេលជប់ឡើងមេឃស្រឡះលែងមានភ្លៀង មីអូនពុកទៅងូតទឹកសិនហើយណាបើម៉ែឯងដើរមកមុខផ្ទះសួរចាំប្រាប់តែពុកទៅងូតទឹកនៅដងខាងនោះ ចាប់ពុកចេញចុះពឺតលក៏បានដើរចាក់ចេញទៅហើយរងាដែនតាពេលមេឃភ្លៀងខ្លាំងចឹងទៅនាងកុសលក៏ស្រាប់តែមកដល់ ដាលី ស្អីហើយរកអីដែរវើយខ្ញុំមិនចង់ឃើញមុខឯងទេ មិនក៏អញ្ចឹងខ្ញុំមកសុំទោសថ្ងៃមិញដែលមិនឲ្យឆាត់ទទួលធ្វើឲ្យសើមកូនកមុំគេអស់ បាត់ដឹងខ្លួនចឹងគឺល្អហើយខ្ញុំមិនចង់និយាយអីច្រើនទៀតទេ ពួកយើងត្រូវគ្នាវិញទៅណោះឈប់ខឹងទៅណោះណាដាលីអូន មកឲ្យខ្ញុំអញ្ចឹងហ៎ ព្រោះពួកយើងនឹងក្លាយទៅជាគូគប់នឹងគ្នាហើយរស់នៅជាមួយគ្នាពេញមួយជីវិតតែម្ដង មិនបានជាទៅអញ្ចឹងហើយកាត់ស្អី បងនឹងតដឹងអូនយកមកធ្វើជាប្រពន្ធនឹងហើយពេលនោះយើងនឹងក្លាយជាគូគប់រស់នៅជាមួយគ្នាតលតែចាស់កោងខ្នង សម្ដីជឿមិនបាន បងនឹងបង្ហាញទង្វើឲ្យកាន់តែច្បាស់លាស់ អូខេបើខ្លាំងមែនណាក៏បង្ហាញតែម្ដងទេ បានដឹងតែច្បាស់ភ្លឺស្វាងជាងអនាគតយើងទៅថ្ងៃមុខទៀតណោះ កុំឲ្យបានតែមាត់ ដាក់កិត្តិយសជាកូនប្រុសរបស់បងពេញទំហឹងតែម្ដង កុសលក៏បានដណ្ដឹងនាងដាលីប៉ាត់ប្រកាសមែនលុះប៉ុន្មានឆ្នាំក្រោយមកពួកគេក៏បានរៀបមង្គលការជាមួយគ្នាតែម្ដង